ខ្ញុំអត់បាច់ច្រៀងអង្គទេដល់អ្នកដែលមុនគេបងលៀបហ្មងបងលៀបមុនគេអរគុណព្រះអង្គខ្ញុំឃើញបងហកលឹកឃើញបាត់សំឡេងអរគុណព្រះអង្គចាខ្ញុំអាននៅយូហានចំពុក15ខ16បងយូហានដំណឹងល្អចាមិនមែនអ្នករើគ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេតើដែលរើសអ្នករើគ្នាវិញអាមែនអ្នករើគ្នាឲ្យទៅបង្កើតផលហើយឲ្យផលរបស់អ្នករើគ្នាបាននៅជឿបផងដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករើគ្នាបានអ្វីដែលនឹងសូមពីទ្រង់ដោយនៅឈ្មោះខ្ញុំអាមែនពេញចិត្តអរគុណព្រះអង្គអាមែនចឹងសម្រួមចិត្តអធិដ្ឋានសូមប្រាជ្ញាយោបល់មកពីព្រះជាមួយខ្ញុំអរគុណបងលៀបព្រះប្រទានពរព្រះអង្គគង់ជាមួយចាតាសម្រួមចិត្តទាំងអស់គ្នាបងប្អូនចាហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតគុណអរព្រះគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បានប្រទានពរឲ្យកូនព្រះអង្គគ្រប់ទិសទីចូលមកដើម្បីនឹងសរសើរដំកើងព្រះអង្គឲ្យសមសន្តានដ៏ធំរុងរឿងរបស់ទ្រង់ព្រះអង្គអើយគុណដឹងថាទ្រង់ជាព្រះធំអស់ទាំងព្រះជាស្ដេចធំអស់ទាំងស្ដេចជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនិងគ្រប់របស់ទាំងអស់ទាំងរបស់មើលឃើញនិងរបស់មើលមិនឃើញក៏គ្មានរបស់ណាមួយដែលកើតក្រៅពីទ្រង់នោះគ្មានសោះឡើយដូច្នេះហើយបានជាកូនចូលមកសរសើរដំកើងព្រះអង្គឲ្យសមសន្តានដ៏ធំរុងរឿងរបស់ទ្រង់កូនសូមចូលមកលន់តួនៅគ្រប់ទាំងអំពើកំហុសខុសឆ្គងដែលកូនបានប្រព្រឹត្តមិនគួរប្រហាតីព្រះអង្គដោយមិនដឹងខ្លួននោះហើយក៏សូមព្រះអង្គអត់ទោសសម្អាតកូនឲ្យកូនបាននៅតែសស្អាតដោយព្រះលោហិតទ្រង់ស្រោចសម្អាតកូនគ្រប់ពេលគ្រប់វេលាហើយសូមព្រះអង្គប្រាប់កូនផងឲ្យកូនបានដឹងពីសេចក្តីដែលកំហុសខុសឆ្គងនោះឲ្យកូនបានដឹងខ្លួនកូនកែកិច្ចរត់ចេញកុំនៅធ្វើបាបចំពោះទ្រង់ទៀតនោះឡើយអរគុណព្រះអង្គសូមព្រះអង្គបើកភ្នែកខាងវិញ្ញាណដល់បងប្អូនយើងខ្ញុំទាំងអស់គ្នាបើកត្រចៀកចិត្តខាងវិញ្ញាណយើងខ្ញុំទាំងអស់គ្នាបានឃើញព្រះបន្ទូលនេះហើយលើព្រះបន្ទូលនេះហើយយល់ពីបំណងព្រះハរតីដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នានៅពេលនេះផងដែរសូមយាងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅកណ្ដាលកូនប្រទានពរឲ្យកូនព្រះអង្គទាំងអស់គ្នាមានសុខភាពល្អខាងរូបកាយមានសុខភាពល្អខាងឯវិញ្ញាណផងដែរមិនតែប៉ុណ្ណោះសូមព្រះអង្គប្រទានសេចក្តីជំនឿដល់យើងខ្ញុំទាំងអស់គ្នាថ្ងៃនេះលើសពីម្សិលមិញគ្រប់គ្នាហើយនឹងសូមព្រះអង្គកាន់ដៃយើងខ្ញុំបានដើរនៅក្នុងផ្លូវរបស់ទ្រង់រហូតដល់ទិសដៅដែលទ្រង់កំពុងតែរៀបចំឲ្យកូនផងដែរហើយមិនតែប៉ុណ្ណោះព្រះអង្គឲ្យបើកបញ្ជីជីវិតនោះមានឈ្មោះកូនព្រះអង្គទាំងអស់គ្នានៅក្នុងបញ្ជីជីវិតកុំខានម្នាក់ណាឡើយអរគុណព្រះអង្គសូមសរសើរដំកើងព្រះអង្គសូមយាងព្រះវិញ្ញាណបរិសុទ្ធគង់នៅកណ្ដាលកូនប្រទានពរឲ្យកូនហើយសូមព្រះអង្គឲ្យខ្ញុំបើកមាត់និយាយគឺនិយាយតែព្រះបន្ទូលដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នានៅទីនេះនិងអស់អ្នកដែលបានស្ដាប់ផងដែរមិនមែនតាមចិត្តខ្ញុំម្ចាស់គឺតាមព្រះハរតីទ្រង់វិញអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់ពេលដែលម៉ោងពេលដែលយើងកំពុងតែពិចារណាព្រះបន្ទូលដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំនេះសូមព្រះអង្គដឹកនាំយើងខ្ញុំចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតរបស់ទ្រង់ហើយសូមថ្វាយពេលវេលានឹងបងប្អូនយើងខ្ញុំទាំងអស់គ្នាហើយនឹងការពិចារណាទាំងអស់នេះដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំគុណសូមទូលថ្វាយគ្រប់ទាំងអស់ក្នុងព្រះនាមដែលមានគ្រប់ព្រះចេស្តាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គចាថ្វាយស្រីល្អដល់ទ្រង់នេះដែលទ្រង់មានបន្ទូលនៅគម្ពីរយូហានជំពូក15ខ16ដែលទ្រង់មានបន្ទូលថាមិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេតើដែលរើសអ្នករាល់គ្នាវិញទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផលហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផងដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីដែលនឹងសូមពីទ្រង់ដោយនៅឈ្មោះខ្ញុំចា
អរគុណបងអរគុណដែលទ្រង់បានរើសយើងទាំងអស់គ្នាបានទទួលជឿព្រះអង្គដែលទ្រង់ជាព្រះធំអស់ទាំងព្រះជាស្ដេចធំអស់ទាំងស្ដេចជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនិងគ្រប់របស់ទាំងអស់អរគុណព្រះអង្គណាស់ដែលយើងបានចូលមកក្នុងដំណាក់ទ្រង់ចូលមកក្នុងក្រុមគ្រួសាររបស់ទ្រង់ចូលមកស្គាល់ផ្លូវដែលទៅឋានសួគ៌ដែលទ្រង់មានបន្ទូលនៅយូហានចំពុក14ខ16ថាទ្រង់ជាផ្លូវព្រះយេស៊ូវទ្រង់មានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតជាជីវិតបើមិនមកតាមខ្ញុំគ្មានអ្នកណាទៅឯព្រះវរបិតាបាននេះជាព្រះបន្ទូលដែលទ្រង់ចង់មានបន្ទូលមកកាន់អស់អ្នកដែលបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះហ្នឹងហើយយើងបានស្គាល់ផ្លូវហើយយើងនឹងទទួលអរគុណព្រះអង្គហើយបងប្អូនមកកណោគេអត់បានស្គាល់ព្រះអង្គទេហើយយើងខំដើរប្រាប់កែងលោដល់ប៉ះចំអ្នកណាដែលព្រះអង្គហៅគេមកផ្លែត្មងហើយនៅណាដែលព្រះអង្គមិនទាន់ហៅគេនោះទេអានោះគេនៅស្ដាប់មិនទាន់ចូលនៅបាំងនៅហ្នឹងចាអញ្ចឹងបានយើងចេះតែដើរប្រកាសនឹងល្អប្រកាសព្រះបន្ទូលនេះដល់គ្រប់ទាំងតិចទៅតិចណាដែលព្រះអង្គរើសគេមកនោះតិចនោះគេលឺពនាមទ្រង់ហ่ะគេអញ្ចឹងបានព្រះអង្គប្រាប់ថាជាមរបស់ទ្រង់ស្គាល់សំឡេងម្ចាស់ណាពេលណាអ្នកណាដែលជារបស់ផងព្រះគេលឺសំឡេងព្រះគឺគេស្គាល់គេរត់ចូលមកហើយបើខ្ញុំវិញខ្ញុំអត់បាច់លឺព្រះបន្ទូលច្រើនទេខ្ញុំគាត់ណាលឺព្រះបន្ទូលប្រាប់ថាកាលនោះនេះមីងខ្ញុំនៅក្នុងនេះណាឡើយនេះមីងដួនគាត់នាំខ្ញុំទៅថាតោះទៅជឿព្រះយេស៊ូវខ្ញុំក៏គាត់សួរគាត់ជឿព្រះយេស៊ូវមិនទៅមីងថាអញមិនដឹងដែរតោះទៅបើចង់ទៅអញមកដឹកថ្ងៃសុក្រហើយក៏ទៅតាមមីងទៅគាត់លឺតំណឹងល្អថាព្រះយេស៊ូវជាព្រះធំអស់ទាំងព្រះស្ដេចធំអស់ទាំងស្ដេចជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីគ្រប់របស់ទាំងអស់ជាព្រះអ្នកបង្កើតគ្មានអ្វីដែលកើតក្រៅពីទ្រង់គ្មានសល់ហើយឮថាព្រះអង្គជាព្រះដែលធំជាងទាំងអស់ខ្ញុំរត់ចូលហ្មងបាច់និយាយច្រើនទេពីព្រោះខ្ញុំធ្លាប់នៅឮពាក្យខ្មែរគេថានោះស៊ីឈ្នួលបើទៅបាត់ជ្រុលទៅស៊ីឈ្នួលគេកុំស៊ីឈ្នួលអ្នកក្រវាស៊ីអស់សូម្បីឆ្អឹងត្រីក៏វាសពៀលេបអស់ដែរអត់ទុកឲ្យយើងនៅក្រោយនឹងស៊ីអីបានសល់ទេអញ្ចឹងស៊ីឈ្នួលអ្នកមានទៅគេស៊ីសល់ឆ្អឹងបានអីយើងបានសល់ឆ្អឹងដែលគេនឹងស៊ីទៅឆ្អែតដែរអញ្ចឹងដល់ខ្ញុំធ្លាប់ឮពាក្យខ្មែរគេថាកុំស៊ីឈ្នួលអ្នកក្រស៊ីឈ្នួលអ្នកមានគាត់សល់មហូបអីចឹងបានញ៉ាំតាមក្រោយដែរហើយស៊ីឈ្នួលអ្នកក្រតែបាយកកមិនសល់ឯងស៊ីផងអញ្ចឹងវាអត់អញ្ចឹងបានន័យថាដល់ឮតែព្រះថាព្រះជាព្រះដែលមានគ្រប់ទាំងអស់ព្រះជាព្រះអ្នកបង្កើតទាំងអស់ខ្ញុំរត់ចូលតែម្ដងខ្ញុំដឹងថាព្រះខ្ញុំជាព្រះអ្នកមានព្រោះអ្នកបង្កើតទាំងអស់ហើយរឿងអីអ្នកក្រមែនទេអ្នកមានអញ្ចឹងខ្ញុំរត់ចូលសុំគេថ្វាយខ្លួនភ្លាមសុំគេថ្វាយខ្លួនភ្លាមសុំគេស្គាល់ព្រះអង្គរៀនពិចារណាមកពីព្រះអង្គរើសយើងហើយក៏ប៉ុន្តែគាត់ថាគាត់តែមិនទាន់បានឮសំឡេងព្រះអង្គដល់បានឮស្គាល់ត្រយចាអញ្ចឹងយើងអាណិតគេផងទៅយើងអធិដ្ឋានឲ្យអស់អ្នកដែលព្រះអង្គមិនទាន់រើសគេនេះអញ្ចឹងបានជាយើងរាល់ថ្ងៃយើងចិត្តអធិដ្ឋានហើយតែព្រះអង្គប្រាប់ណាខ16នេះយូហានចំពោះ15ខមិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេតាជាអ្នករើសអ្នករាល់គ្នាវិញអញ្ចឹងបើយើងជាអ្នកដែលព្រះអង្គរើសហើយហ្នឹងណាកុំប្រហែសយ៉ាតាប្រហែសលបោតអស់គេហៅថាបាត់បង់អំណោយដែលព្រះអង្គចង់ឲ្យយើងគឺមកុដនៃជីវិតព្រះអង្គរើសយើងយកមកឲ្យយើងដើរក្នុងផ្លូវព្រះអង្គដើម្បីដល់ចុងបញ្ចប់ទទួលមកុដជីវិតហើយព្រះអង្គថាមកុដជីវិតនោះថ្លៃណាស់បើយើងធ្វេសប្រហែសឲ្យបាត់មកុដជីវិតសូម្បីឲ្យបានផែនដីទាំងមូលយកទៅដូរឲ្យបានមកុដជីវិតនឹងមកវិញអត់បានទេអញ្ចឹងយើងបានទទួលជឿព្រះអង្គស្គាល់ព្រះអង្គស្គាល់ផ្លូវព្រះអង្គហើយដើរដោយប្រុងប្រយ័ត្នស្ដាប់បង្គាប់ព្រះអង្គទៅក្រែងលោដល់ថ្ងៃនោះមានខកពីមួយនោះព្រះអង្គប្រាប់នៅម៉ាថាយចំពោះ7ខ23អញអត់ស្គាល់ឯងទេពួកអាតតឹងច្បាប់អើយព្រះអង្គហៅខ្ញុំមិនអត់ស្គាល់ខ្ញុំអញ្ចឹងមកមូលហេតុអីអត់គោរពតាមច្បាប់ព្រះអង្គថាអញអត់ស្គាល់ឯងទេពួកអាតតឹងច្បាប់អញ្ចឹងយើងបានចូលមកព្រះអង្គហើយយើងគោរពច្បាប់ព្រះអង្គឲ្យគ្រប់ទាំងអស់តែព្រះអង្គឲ្យធ្វើអីធ្វើតែតោះទៅទៀតចាសូមសរសើរដំណើរព្រះអង្គថាមិនមែនយើងរើសព្រះអង្គទេគឺព្រះអង្គទេជាអ្នករើសយើងដែលរើសអ្នករាល់គ្នាវិញទាំងតាំងឲ្យអ្នករាល់គ្នាទៅបង្កើតផលហើយឲ្យផលរបស់អ្នករាល់គ្នានៅជាប់លាប់ចាបើព្រះអង្គរើសយើងណាយើងធ្វើអ្វីនោះផលដែលយើងធ្វើនោះគឺនៅជាប់លាប់ហើយចា
ដោយសារយើងស្ដាប់ប្រកបដែរបើយើងស្ដាប់ប្រកបផលក៏វាជាប់លាប់ដែរហ្នឹងហើយអរគុណបងដើម្បីព្រះវរបិតាបានប្រោះប្រទានឲ្យអ្នករាល់គ្នាបានអ្វីដែលនឹងសូមពីទ្រង់ដោយនៅឈ្មោះខ្ញុំអរគុណព្រះអង្គយើងសូមអ្វីនៅឈ្មោះព្រះយេស៊ូវនឹងបានអញ្ចឹងទៅដល់ខបន្ទាប់ទៀតនៅដល់ដានីយូហានចំពុក15ដែរតែខ19វិញព្រះអង្គថាម៉េចណាចាអរគុណព្រះអង្គខ្ញុំអាននៅយូហានចំពុក15ខ19អរគុណព្រះអង្គបើអ្នករាល់គ្នាជារបស់ផងលោកីនោះលោកីនឹងស្រឡាញ់អ្នករាល់គ្នាតែដោយព្រោះខ្ញុំបានរើសចេញពីលោកីមកហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីទៀតនោះបានជាលោកីស្អប់អ្នករាល់គ្នាវិញអាមែនអរគុណព្រះអង្គចាស់យេស៊ូវដែលបានរើសគោអាមែនអរគុណព្រះអង្គដែលបានរើសខ្ញុំដែរហើយនឹងរើសបងប្អូនទាំងអស់គ្នាដែរចាហើយបងប្អូនណាដែលបានឮព្រះបន្ទូលថ្ងៃនេះហើយបានរត់ចូលមកនោះហើយព្រះអង្គរើសដែរចាអរគុណបងបើអ្នករាល់គ្នាជារបស់ផងលោកីនោះលោកីនឹងស្រឡាញ់អ្នករាល់គ្នាចាអញ្ចឹងបានជាមានអ្នកខ្លះច្រើនថាតាំងពីជឿព្រះអង្គមកគេដូចបៀតបៀនគេស្អីចឹងតែក្នុងព្រះបន្ទូលព្រះអង្គប្រាប់ថាមានពរហើយអស់អ្នកណាដែលគេបៀតបៀនអ្នកណាគេបៀតបៀនខ្លាំងចាំទទួលពរបងប្អូនបានពរច្រើនហើយចាអរគុណបងអញ្ចឹងនៅក្នុងនេះបើលោកីស្រឡាញ់យើងជារបស់លោកីតែនេះដោយសារអីគេតែដោយព្រោះខ្ញុំបានរើសចេញពីលោកីមកហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីទៀតនោះបានជាលោកីស្អប់អ្នករាល់គ្នាវិញយល់មែនទេប៉ុណ្ណឹងយល់បានហើយឥឡូវមិនបាច់និយាយច្រើនដែរអ្នកណាដូចថាគោមិនមែនគោរបស់គេអត់ស្រឡាញ់ទេគេត្រូវកាប់គេត្រូវវាយខ្ញុំឃើញនៅកន្លែងណាទេគេបង្ហោះបងប្អូនអើយកាប់កែងគោកាប់កែងគោដាច់ដល់សល់ទុកមួយកែងខាងកាប់មកជាហៀងហាគោដើរខ្ញើជើង3ហ្នឹងទៅហ្នឹងហើយដឹងទៅធ្វើអីគេទៅស៊ីតំណាំគេមិនដឹងនេះពីព្រោះអត់មែនរបស់គេអត់មែនរបស់ផងគេគោនឹងមិនមែនរបស់ផងគេកាប់ហើយគេស្អប់ហើយគេស៊ុំគេលួចសម្លាប់បាត់ទេថាអញ្ចឹងយើងក៏ចឹងដែរយើងព្រះអង្គថាយើងមិនមែនរបស់លោកីទៀតទេព្រះអង្គរើសយើងចេញហើយរើសចេញពីលោកីហើយចូលមកក្នុងក្រុមគ្រួសារព្រះហើយព្រះអង្គឲ្យឈ្មោះអីគេសះឋានសួគ៌ពួកសង្ឃលួងហ្នឹងណាចាពួកសង្ឃលួងរាជកេអករបស់ព្រះនេះយើងមានឈ្មោះល្អអញ្ចឹងកុំឲ្យឆ្ងល់បើលោកីស្អប់នោះយើងមិនមែនរបស់លោកីទេហើយឧទាហរណ៍មិញហ្នឹងថាអ្វីដែលមិនមែនរបស់គេស្អប់ហើយគេកាប់គេសម្លាប់ហើយមើលតែខ្ញុំឃើញអញ្ចឹងក្នុង Facebook ហ្នឹងដឹងអ្នកណាគេមិនមែនរបស់គេហើយបានជាគេកាប់គោកាប់ទៅផ្សៃកែងដាច់មួយគួរឲ្យមកវងដាច់ទៅផ្សៃកែងទាំងអស់គ្នាដោយសារមិនមែនរបស់គេនៅមិនមែនរបស់គេនឹងធ្វើអីរបស់គេធ្វើអីស៊ីស្រូវស៊ីអីគេមិនដឹងស៊ីតំណាំអីគេមិនដឹងគេខំគេកាប់គ្រប់គោទាំងអស់ចាអញ្ចឹងយើងចឹងដែរបើយើងមិនមែនរបស់លោកីក៏មិនស្រឡាញ់យើងដែរអញ្ចឹងកុំខ្វល់លោកីមិនស្រឡាញ់យើងមិនតែព្រះនៅឋានសួគ៌ស្រឡាញ់យើងមែនទេបើយើងមិនមែនរបស់លោកីមានយើងរបស់ឋានសួគ៌ព្រោះព្រះអង្គប្រាប់ថាយើងជាសះឋានសួគ៌អញ្ចឹងដឹងចំណុចកន្លែងនេះមួយទៀតណាពេលណាព្រះរើសយើងមិនមែនជារបស់លោកីទេយើងជាសះឋានសួគ៌អញ្ចឹងទៅដល់បងញ៉ែយេរេមៀជំពូក1ខ5ដល់ខ9ព្រះអង្គថាម៉េចមុនដែលអញបានជប់បង្កើតឯងជប់ហើយចាជប់បង្កើតឯងនៅក្នុងពោះម្ដាយនោះអញស្គាល់ឯងហើយកាលមុនដែលឯងសម្រាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផងក៏បានតាំងឯងឡើងជាហោរាដែលអញដល់អស់ទាំងសះដល់បងហោរាដល់អស់ទាំងសះមិនមែនដែលអស់នោះហោរាអ
ស់ទាំងហោរាដល់អស់ទាំងសាសនោះខ្ញុំបានទូលថាអោព្រះអង្គម្ចាស់យេហូវ៉ាអើយមើលទូលបង្គំគ្មានអី គ្មានវោហាដូចបងញ៉ែទេ គ្មានវោហា សុំទោសព្រះអង្គ ទេក្បត់ទូលបង្គំជាមនុស្សក្មេងសុទ្ធតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យថាឯងជាមនុស្សក្មេងឡើយក្បត់បើអញចាត់ឯងឲ្យទៅឯអ្នកណានោះឯងត្រូវតែទៅហើយសេចក្តីធ្វើដែលសេចក្តីអ្វីដែលអញបង្គាប់ឯងនោះឯងត្រូវតែប្រាប់ដែរចាត្រូវបងខនេះប៉ះថ្ងៃនេះ ប្រាប់ដែរព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យខ្លាចចំពោះគេឡើយបិទអញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួចនោះព្រះយេហូវ៉ាទ្រង់លោកព្រះហស្ថមកគាល់មាត់ខ្ញុំហើយមានបន្ទូលថាមើលអញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ អាមែនបានបងអរគុណព្រះអង្គអរគុណព្រះអង្គហ្នឹងហើយព្រះអង្គបានពាល់មាត់ហើយអញ្ចឹងបានខនេះដូចថាត្រូវបងឯងមកឯងចេះថាមកចង់ធ្វើទីមតលដែរតែធ្វើទីមតលដល់គ្មានណាចង់ស្ដាប់កុំខ្លាចប្រាប់គេទៅគេមិនស្ដាប់ក៏ឲ្យទៅនេះត្រូវខនេះត្រូវបងឯងមែនទេទៅអរគុណព្រះអង្គយេអរគុណព្រះព្រះអង្គប្រាប់ឲ្យប្រើធ្វើអីធ្វើទៅកុំសូនសាញកុំថាខ្លាចមនុស្សចាអរគុណព្រះអង្គព្រះទានពរបងបិទសម្លេងវិញចុះចានេះជាព្រះបន្ទូលថាមុនដែលអញបានជួបសូនបង្កើតឯងនៅក្នុងពោះម្ដាយបងបិទច័ន្ទពងទាកូនផងរត់ទៅដល់តាណាហើយកន្លែងនេះសិនរកឃើញអូខេអរគុណព្រះអង្គបងបិទហើយចាអរគុណបងហ្នឹងហើយព្រះអង្គប្រាប់ថាមុនដែលអញបានជួបបង្កើតឯងនៅក្នុងពោះម្ដាយនោះអញស្គាល់ឯងហើយកាលមុនដែលឯងសម្រាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផងក៏បានតាំងឯងឡើងជាហោរាដល់អស់ទាំងសាសឃើញទេបងឲ្យយើងឲ្យនេះព្រះអង្គនិយាយជាមួយយេរេមៀថាឲ្យយេរេមៀហ្នឹងជាហោរាអស់ទាំងសាសអញ្ចឹងយើងក៏ចឹងដែរព្រះអង្គរើសយើងមកព្រះអង្គដាក់ពាក្យព្រះអង្គនៅក្នុងមាត់យើងឲ្យយើងប្រកាសពាក្យរបស់ទ្រង់ហ្នឹងព្រះបន្ទូលរបស់ទ្រង់ហ្នឹងដល់គ្រប់ទាំងសាសដូចតែគ្នាអញ្ចឹងចានោះខ្ញុំបានទូលថាអោព្រះអង្គម្ចាស់យេហូវ៉ាអើយមើលទូលបង្គំគ្មានវោហាប្រកែកចាហើយខ្ញុំមិនថែមបន្តិចថាគ្មានវោហាដូចបងញ៉ែបងញ៉ែមានវោហាច្រើនណាតែមែនទេគ្រប់គ្នាតែព្រះអង្គរើសមកព្រះអង្គឲ្យមានវោហាហើយចាអរគុណព្រះអង្គមើលទូលបង្គំគ្មានវោហាអធិប្បាយទេត្បិតទូលបង្គំជាមនុស្សក្មេងសត់ចាប្រកែកធ្វើការព្រះអង្គតិចតួចអីមិនហ៊ានធ្វើទេថាយើងនៅក្មេងតែកុំឲ្យខ្វល់នេះព្រះអង្គប្រាប់ទៅទៀតខបន្ទាប់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យថាឯងជាមនុស្សក្មេងឡើយត្បិតបើអញចាត់ឯងឲ្យទៅឯណាឲ្យទៅឯអ្នកណានោះឯងត្រូវតែទៅហើយសេចក្តីអ្វីដែលអញបង្គាប់ឯងនោះឯងត្រូវតែប្រាប់ដែរហ៎មកញ៉ែចាប់ឲ្យជាប់កន្លែងហ្នឹងបើព្រះអង្គប្រាប់អីឲ្យមកប្រាប់អ្នកណាប្រាប់ទៅកុំខ្លាច
កុំខ្លាចមនុស្សមានការអីក៏ដោយព្រះអង្គប្រាប់អីមកប្រាប់ខ្ញុំមកប្រាប់ផងថ្វាយស្រីល្អដល់ទ្រង់ចាព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យខ្លាចចំពោះគេឡើយចាដូចបងឯងហ្មងខកពីនឹងដាក់ឲ្យបងឯងនឹងត្រូវតែម្ដងបងឯងពេលណាព្រះអង្គប្រាប់អីមកអត់ចង់ហ៊ានប្រាប់អ្នកណាទៀតទេអត់ចង់ហ៊ានប្រាប់ដែលព្រះអង្គបង្ហាញនឹងទេដល់អស់អ្នកដែលគេនឹងត្រូវទទួលនឹងទេតែព្រះអង្គប្រាប់ថាកុំឲ្យខ្លាចប្រាប់គេទៅចាព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យខ្លាចចំពោះគេឡើយត្បិតអញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួចនោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្ថពាល់មកពាល់មាត់ខ្ញុំហើយមានបន្ទូលថាមើលអញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយចាអញ្ចឹងរាល់ថ្ងៃដែលខ្ញុំនាំព្រះបន្ទូលនេះក៏ខ្ញុំអាងពឹងលើព្រះដែរព្រះអង្គដាក់ពាក្យព្រះអង្គមកក្នុងមាត់ខ្ញុំមកខ្ញុំអ្នកនឹងនិយាយចាអញ្ចឹងបានរាល់ថ្ងៃនេះខ្ញុំនិយាយនាំព្រះបន្ទូលខ្ញុំអត់ខ្លាចទេព្រោះខុសត្រូវអីលើព្រះអង្គហ្នឹងខ្ញុំមិនដឹងទេព្រះអង្គអ្នកឲ្យខ្ញុំអ្នកនិយាយពេលណាព្រះអង្គអត់ឲ្យនិយាយអត់ចេញដែរហ្នឹងនៅកងែកងក់ហ្នឹងតែថ្ងៃណាព្រះអង្គប៉ះមកពាល់មកអូនិយាយពីព្រះបន្ទូលតែមកខហ្នឹងនិយាយរហូតចាអរគុណព្រះអង្គថ្វាយស្រីល្អដល់ទ្រង់អញ្ចឹងយើងធ្វើការអ្វីក៏ដោយយើងធ្វើការអាងពឹងលើទ្រង់ជាអ្នកដឹកនាំទ្រង់ជាអ្នកបើកមាត់ឲ្យយើងនិយាយពីអ្វីដែលត្រូវនិយាយគឺទ្រង់ទេដែលព្រះអង្គថាមើលអញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយអាមែនឲ្យយើងជឿអញ្ចឹងទៅទុកចិត្តអញ្ចឹងទៅយើងនិយាយអីគឺយើងជឿថាទ្រង់ទេជាអ្នកនិយាយយើងគ្រាន់តែយកព្រះបន្ទូលនេះហើយនឹងបើកមាត់ពាក្យដែលនិយាយគឺជាទ្រង់ជាអ្នកនិយាយអរគុណព្រះអង្គអញ្ចឹងតោះយើងទៅទៀតទៅដល់សេមុចអេភេសូជំពូក2ខ10តើព្រះអង្គចង់ប្រាប់យ៉ាងម៉េចទៀតហាឡេលូយ៉ាអេភេសូជំពូក2ខ10ចាអេភេសូជំពូក2ខ10បាត់យើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនហាក់ឲ្យយើងរាល់គ្នាប្រព្រឹត្តតាមអាមែនអរគុណព្រះអង្គសេមុចសម្រាប់ទានពរនេះជាព្រះបន្ទូលព្រះអង្គទឿនយើងថែមទៀតមែនទេមិញប្រាប់ថាពាក្យអ្វីដែលយើងត្រូវនិយាយនោះនិយាយទៅពីព្រោះទ្រង់អ្នកដាក់ពាក្យនោះនៅក្នុងមាត់យើងទេយើងគ្រាន់តែបើកមាត់និយាយតាមតែព្រះវិញ្ញាណដឹកនាំទៅឥឡូវនេះដល់ខនេះអេពីសូតជំពូក2ខ10ព្រះអង្គថាត្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អចាយើងទាំងអស់គ្នានេះដែលបានទទួលជឿព្រះអង្គនេះគឺជាស្នាដៃដែលទ្រង់បង្កើតយើងនៅក្នុងព្រះនាមព្រះយេស៊ូវបើអត់មានព្រះយេស៊ូវយើងអត់បានជាអ្នកដែលសុចរិតយើងអត់បានជាអ្នកដែលបរិសុទ្ធនៅចំពោះព្រះទេពីព្រោះព្រះអង្គអ្នកយកយើងចេញពីអំពើបាបលាងសម្អាតបាបអស់ដោយព្រះលិខិតទ្រង់អញ្ចឹងទ្រង់ជាអ្នកបង្កើតយើងមកយើងជាអ្នកដែលស្នាដៃទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អចាដែលព្រះបានរៀបចំជាមុនព្រះអង្គបានរៀបចំការទាំងអស់នឹងជាមុនហើយស្រេចឲ្យយើងរាល់គ្នាប្រព្រឹត្តតាមកិត្តក្រមរបស់ទ្រង់ដែលទ្រង់មានបន្ទូលថាអញនឹងឲ្យចិត្តថ្មីដល់ឯងរាល់គ្នាដកចិត្តរឹងដូចជាថ្មចេញដាក់ចិត្តទន់ដូចជាសាច់ដាក់វិញ្ញាណអញក្នុងឯងរាល់គ្នាហើយឯងរាល់គ្នាស្គាល់ពីក្រិតក្រមរបស់អញហើយប្រព្រឹត្តតាមនេះការដែលប្រព្រឹត្តតាមនោះគឺប្រព្រឹត្តតាមក្រិតក្រមរបស់ព្រះនឹងដែលព្រះអង្គបង្កើតអ្វីមកឲ្យយើងយើងធ្វើទៅព្រះអង្គប្រាប់ថាដកព្រះអង្គថាបោកដូចលោកគ្រូថ្ងៃមុនគាត់បង្រៀនណាគឺហៅគាត់ដកអីគេដកសេចក្តីជូរចត់ក្តៅកាហាយលវិញពាក្យប្រមាថពាក្យអពមង្គលកំហឹងលោឡាចេញពីអ្នករាល់គ្នាតែអាហ្នឹងបងឲ្យដកដល់ពេលថែមអីគេទេចូលបន្ថែមសេចក្តីស្រឡាញ់សេចក្តីអំណរសេចក្តីមេត្រីភាពការអត់ធ្មត់អាហ្នឹងបន្ថែមមកច្រើនមកបោកហើយមានចែកទៀតណាតែខ្ញុំមិនបាច់និយាយច្រើនណាគាត់បង្រៀនហើយណាយើងក៏ខ្ញុំយកឧទាហរណ៍ប៉ុណ្ណឹងមកអញ្ចឹងការដែលយើងប្រព្រឹត្តតាមគឺប្រព្រឹត្តតាមក្រិតក្រមរបស់ព្រះហាឡេលូយ៉ាអរគុណព្រះអង្គដែលយើងជាស្នាដៃដែលព្រះយេស៊ូវបង្កើតយើងមកដោយសារព្រះលោហិតទ្រង់សម្អាតយើងលាងយើងស្អាតសស្គូបរិសុទ្ធសុចរិតនៅក្នុងផ្លូវរបស់ទ្រង់ចាអរគុណព្រះអង្គអញ្ចឹងទៅដល់ម៉ាក់ពៅធីម៉ូថេទី2ចំពុក3ពីខ15ដល់ខ17
បើ ចាចាបងលឺ អរគុណ ពីមកទេ អូមានអ្នកជួយអានទៀតឲ្យអត់អីឲ្យគេជួយអានផងទៅអត់អី ចាចាចាអរគុណព្រះអង្គព្រះអង្គជ្រាប ចា អរគុណព្រះអង្គ ពីខ15ទៅ បិទនេះវិញរ៉ែនដល់ច្រឡំ បងឯងកុំបិទសំឡេងណាកុំបិទសំឡេងឲ្យកូនក្មេងនឹងជួយអានមកទៅបិទសំឡេងទៅអី អូខ្ញុំខំខ្ញុំស្មានមានគេអានឯងខ្ញុំអូយអរគុណព្រះអ អីបានមានអ្នកកំដរជួយអានឲ្យព្រមអានមកទាំងពីរអ្នកមកអី រគុណព្រះអង្គធីម៉ូថេចំពោះ ធីមថេទី2ចំពោះ3ខ15ដល់ខ17 អេមែនអរគុណព្រះអង្គចាឃើញទេបងខ្ញុំអានជូនហើយត្រូវរាប់សេចក្តី ហើយថា អូខេហើយត្រូវរាប់តា អេ បង អត់ទេហើយថាធីម៉ូថេទី2ចំពោះ3ខ15 ចាហើយត្រូវរាប់សេចក្តីអត់ធ្មត់ មែនទេ ធីម៉ូថេទី2ចំពោះ3 ខ15 ហើយធីម៉ូថេទី2ចំពោះ3ខ15 ដឹកទៅយកកន្លែងណាទេហើយត្រូវខ្ញុំគ្មានសោះ ហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បាត់គម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផងគ្រប់ទាំងបាត់គម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៏មានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដាល់តម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខហើយមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មុខអាមែន មែនអរគុណសម្ព្រះប្រទានពរទាំង baby ដែរជួយអានស្រែកងាងា អាមែនអរគុណព្រះអ គុ ង្គ ណព្រះអង្គព្រះអង្គទានពរមកបើចានេះជាព្រះបន្ទូលព្រះអង្គបានប្រាប់យើងនៅទីម៉ូថេទី2ចំពោះ3ខ15ទៅដល់17ហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះពីក្មេងហ្នឹងមិនមែនថាពីក្មេងយើងកើតពីពោះម៉ែអង្ងានោះទេណាពីក្មេងហ្នឹងពីក្មេងតែថ្ងៃណាដែលព្រះអង្គរើសយើងមកស្គាល់ព្រះយេស៊ូវនេះថ្ងៃណាដែលយើងបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះនេះថ្ងៃនោះហើយដែលយើងនៅក្មេងអង្ងានៅឡើយទេអត់តស្គាល់ព្រះបន្ទូលព្រះអង្គទេចាតែព្រះអង្គមានបន្ទូលនៅខនេះថាហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះឃើញទេតោះតែយើងរៀនព្រះបន្ទូលព្រះអង្គនេះហើយបានយើងអាចមានប្រាជ្ញានិងស្គាល់ទីនឹងស្គាល់សេចក្តីសង្គ្រោះរបស់ព្រះបានអញ្ចឹងហើយបានយើងចូលមករៀនព្រឹកល្ងាចអរគុណព្រះដើម្បីជាអាហារខាងឯព្រលឹងវិញ្ញាណពីព្រោះព្រះអង្គប្រាប់ថាមនុស្សយើងមិនមែនរស់បានដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់បានគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ត្រទ្រង់មកហើយព្រះបន្ទូលនេះហើយដែលយើងកំពុងអាននេះចាដូចជាទីម៉ូថេទី2ចំពោះ3ខ15 16 17អីណានឹងហើយគឺជាព្រះបន្ទូលនេះហើយគឺជាអាហារខាងឯវិញ្ញាណរបស់យើងចាអរគុណបងចឹងស្ដាប់ឲ្យច្បាស់ទៅកន្លែងនេះថាហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផងឃើញទេអញ្ចឹងមិនថាមិនមែនកើតប្រុចអង្ងាដោយកូនម៉ាក់ពៅដូចចៅម៉ាក់ពៅមិនយំអង្ងានឹងទេគឺយើងកើតប្រុចក្មេងកើតប្រុចមកនេះគឺកើតនៅក្នុងព្រះគ្រីស្ទកើតនៅក្នុងសេចក្តីជំនឿជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទនេះហើយចាតោះទៅលើទៅមើលទៅទៀតខ16ព្រះអង្គចង់ប្រាប់ថាគ្រប់ទាំងបទគម្ពីរចា តោះអ្នកបងរីនដាគាត់សុំចូល អញ្ចឹងទីទៅរកហៅលៀនដាទេអញ្ចឹងអរគុណព្រះអង្គ
miền là na chuiខ្ញុំទេមានតែខ្ញុំអ្នកហៅនេះឃើញហ៎លីនដាហៅយូណាអត់ព្រមចូលខ្ញុំមកហៅចូលមកថាឲ្យទៀតទៅភ្ញាក់មកប៉ុណ្ណឹងហើយដឹងអ្នកណាទៀតទេតែលីនដាមួយឯងអ្នកនាំសារជួយប្រាប់ផងណាបើមានអ្នកណាទៀតប្រាប់ផងចាមានតាបងលីនដាមួយណាបងអូខេបងទៀមពណ៌ណាបងជាហៅថែមទៀតណាចង់ចូលយកហៅហើយគាត់ចូលឡាចាចូលនៅអត់អរគុណព្រះអង្គអញ្ចឹងតដល់ខ16ដល់ព្រះអង្គមានបន្ទូលថាគ្រប់ទាំងបទគម្ពីរលីនដាបានចូលឥឡូវលីនដាខ្ញុំទ្រង់ចាំលីនដាឯងឲ្យនាំព្រះបន្ទូលថ្ងៃនេះអត់ឃើញចូលតែអានស៊ូហើយនឹកឃើញមានតែថាមក10បានរៀននោះគិតថាដេកតិចទៀតចឹងតើបានហៅបញ្ចូលសោះអរគុណព្រះអង្គឥឡូវខ្ញុំនាំព្រះបន្ទូលហើយគឺនាំនៅគម្ពីរយូហានជំពូក15ខ16ឥឡូវយើងរៀនបានពាក់កណ្ដាលហើយជិតចប់ហើយណាចាឥឡូវនេះដល់ទីម៉ាថេទី2ជំពូក3ខ16ព្រះអង្គមានបន្ទូលថាយើងពីក្មេងមកយើងបានស្គាល់បទគម្ពីរទាំង9ម៉ានហើយដើម្បីឲ្យយើងមានប្រាជ្ញាដល់ប្រយោជន៍ដល់នាំយើងទៅដល់ទីសង្គ្រោះបានចាហើយដែលបានដោយសារសេចក្តីជំនឿចាយើងក្មេងហ្នឹងយើងយល់មិនថាក្មេងមិនមែនក្មេងកើតមកអង្គងាពីពោះម្ដាយទេគឺក្មេងក្នុងសេចក្តីជំនឿថ្ងៃណាដែលយើងបានជឿព្រះនោះហើយថ្ងៃនោះហើយដែលយើងទៅតែនឹងជាក្មេងនោះអញ្ចឹងហើយបានជាឥឡូវយើងបានស្គាល់ព្រះបន្ទូលព្រះអង្គហើយអញ្ចឹងទៅព្រះអង្គប្រាប់ទៀតថាគ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៏មានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតចានេះជាគ្រប់ទាំងព្រះបន្ទូលដែលយើងអានរាល់ថ្ងៃនេះគឺជាព្រះទ្រង់បញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេអ្នកណាអត់ទាន់បិទសម្លេងបិទផងនៅស៊ូកិច្ចគ្រប់អរគុណព្រះអង្គអ្នកណាគេអត់ទាន់បិទសម្លេងអរគុណព្រះអង្គអូខេអរគុណព្រះអង្គបានបិទហើយចាអញ្ចឹងយើងដឹងហើយគ្រប់ទាំងព្រះបន្ទូលគឺជាព្រះទ្រង់បញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងសម្រាប់អីគេសម្រាប់បង្រៀនសម្រាប់ការរំលឹកឲ្យយើងដឹងខ្លួនថាយើងនឹងធ្វើកន្លែងនេះខុសទេអត់មែនធ្វើត្រូវទេអញ្ចឹងការរំលឹកហ្នឹងណាចាហើយសម្រាប់ឯទៀតប្រដៅតម្រង់បងប្អូនដឹងហើយប្រដៅកូនខ្លះទុនប្រដៅអត់ដាក់លពាត់ទេណាកូនខ្លះរឹងប្រដៅត្រូវតែដាក់លពាត់ជួនកាលលពាត់ទូចអត់នេះទៀតដាក់លពាត់ធំទៅក៏មានដែរហ្នឹងហើយអញ្ចឹងការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតព្រះបន្ទូលនេះបដៅតម្រង់បង្រៀនយើងខាងឯសេចក្តីសុចរិតដើម្បីឲ្យយើងទាំងអស់គ្នាបានសុចរិតចាហ្នឹងហើយអរគុណព្រះអង្គតើបងប្អូនណាមួយបើករូបបានខ្ញុំនេះមើលឃើញបងប្អូនវិញហ្នឹងហើយអរគុណព្រះអង្គឃើញវិញណាថ្វាយស្រីល្អដល់ទ្រង់អញ្ចឹងនេះជាព្រះបន្ទូលហើយដល់ពេលខ17ថាដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខហើយមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មកចាឲ្យយើងនឹងទាំងអស់គ្នាដែលបានទទួលព្រះអង្គហ្នឹងហើយជាអ្នកសំណប់របស់ព្រះហើយឲ្យបានគ្រប់លក្ខហើយមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មុខអត់ចេះធ្វើការអាក្រក់ទេអ្នកណាដែលមកពីព្រះអត់ចេះធ្វើការអាក្រក់អរគុណព្រះអង្គអញ្ចឹងតោះទៅទៀតខ្ញុំបាច់បញ្យល់ច្រើនទេយកដល់ព្រះបន្ទូលនិយាយជាមួយព្រះបន្ទូលសៅលីអរគុណព្រះអង្គខំស្រែកទៅដើមគេមកបានមកខអូនគឺនៅយូហានទី1ជំពូក4ខ19ចាអរគុណព្រះអង្គស្រែកទៅដើមគេលោកបានប៉ះចំខកពីប៉ះពាល់ចិត្តបងអូអរគុណព្រះចាយូហានជំពូកទី1យូហានទី1ជំពូក4ខ4យើងរាល់គ្នាយើងស្រឡាញ់ទ្រង់ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុនអាមែនចា
chú phu bọn ông prap hay ta mình này du han chú phu đập pram kho đập một mũi bọn ông rơi dương chỉ muốn ta lời này dương bọn ông rơi dương mới dương bàn trô nó không phơi bọn ông hay dương squall pi prahara tây để trung sờ lạnh dương đo cầm rật ná trung sờ lạnh dương đo nạp đô pre chun trung mình đấy chuột nó lừa chơi càng cái đom đầy cô chu mà ngay từ mòn tập bọn ông sụt cuộn hay pi dục là hôm to phơi nó kêu quay bọn ông mà dục to phơi hơi ta hơi còn tại mưa non bọn ông đô thành nghịch cái vẻ chẳng chà hay đôi ở đây sẽ chụp quay cái ăn hơi chà cả hòm là mình khơi nhé sẽ cái đây sẽ lạnh bọt bè đòi về dương ban bọn ông rơi dương máu hay là dương squall pi và hà tây trung hơi chân là khó đi chà ai dương roll kia dương sờ lạnh trung pi pro trung ban sờ lạnh dương chiều mồn thấy nhé trung ban đô chỉ vật trung số cuốn chùm luôn bự bạp dương chiều mồn mình dương chỉ nhẹ đài từ thưa là o ban bọn ông sờ lạnh nhé dương nơi bạp nơi cực kịch nơi cọ dùng nông so tại bọn ông sờ lạnh dương đấy chân ao dương che sờ lạnh kia từ bên tờ máu đôi chia bẹt kri sờ lạnh dương đài ní bọn ông trong bằng riêng côn bọn ông đừng ở kiaอย่างដូចនេះអរគុណបងអញ្ចឹងបងប្អូនសង្ឃឹមថាយល់ណាយល់ហើយសេចក្តីស្រឡាញ់ពីព្រះធំប៉ុណ្ណាហើយយើងឲ្យចេះស្រឡាញ់គ្នាទាំងអស់នឹងឲ្យដូចជាព្រះគ្រីស្ទស្រឡាញ់យើងដែរទៅបងអង្គចង់បានតែប៉ុណ្ណឹងបងអង្គចង់ឲ្យយើងធ្វើអ្វីតាមតែទ្រង់ធ្វើទៅទ្រង់ធ្វើជាគំរូសម្រាប់យើងហើយតែយើងមិនnênដល់ថ្នាក់អីគេមិនមែនដល់ថ្នាក់ទៅបង្ហូរឈាមដើម្បីអ្នកណាមួយនោះទេគឺព្រះអង្គស្រឡាញ់យើងដល់ថ្នាក់បង្ហូរឈាមតែយើងនេះគ្រាន់តែស្រឡាញ់មិនដល់ថ្នាក់ដល់បង្ហូរឈាមជំនួសអ្នកណាទេអរគុណព្រះអង្គចាអរចឹងតោះទៅខបន្ទាប់ទៀតទៅដល់ខអ្នកណាគេខបន្ទាប់ទៀតដល់អូនប៉ៅកាឡាទីជំពូក1ខ15បាទអរគុណព្រះអង្គសូមអាននៅព្រះគម្ពីរកាឡាទីពុក1ខ15ប៉ុន្តែការព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្ដាយមកហើយបានហៅខ្ញុំដោយព្រះគុណទ្រង់អាមែនចាព្រះអង្គប្រាប់នៅយេរេមៀមិញព្រះអង្គប្រាប់ថាព្រះអង្គបានជប់សូនយើងនៅក្នុងពោះម្ដាយដល់ខនេះយើងដឹងថាទ្រង់ស្រឡាញ់យើងទ្រង់រើសយើងហើយរើសយើងដោយព្រះគុណរបស់ទ្រង់ឥឡូវនេះយើងដឹងនៅខកាឡាទីជំពូក1ខ15នេះប៉ុន្តែការដែលព្រះរើសខ្ញុំតាំងពីផ្ទៃម្ដាយមកហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ដោយសារព្រះគុណទ្រង់ទេបានយើងបានមកស្គាល់ព្រះអង្គដោយសារព្រះគុណទ្រង់ទេដែលយើងរួចពីបាបដោយសារព្រះគុណទ្រង់ទេដែលយើងបានស្គាល់ផ្លូវទៅឋានសួគ៌ហ្នឹងបើអត់មានព្រះគុណទ្រង់ទេយើងអត់ស្គាល់ផ្លូវទៅឋានសួគ៌ទេពីព្រោះមនុស្សទាំងអស់នៅក្នុងលោកីបើអត់មានព្រះនាមព្រះយេស៊ូវបឹងភ្លើងហាមាត់ចាំទទួលហើយយើងបានស្គាល់ផ្លូវដោយសារទ្រង់ហៅយើងហើយយើងក៏ប្រកាសដំណឹងល្អនេះប្រាប់ដល់ទៅជាអ្នកទាំងឡាយណាដែលនៅក្នុងលោកីដែលគេមិនទាន់ស្គាល់ផ្លូវហ្នឹងប្រាប់គេពីព្រះគុណរបស់ព្រះដែលព្រះមកស្រឡាញ់យើងមកសុគតជំនួសពើបាបយើងនេះឲ្យគេបានមកដែរមករួចខ្លួនណាដាក់ដូចយើងអញ្ចឹងយើងចង់ទៅប្រទេសណាមួយយើងដាក់ពាក្យទៅដាក់ពាក្យដាក់អីចឹងទៅយើងបានណាអញ្ចឹងយើងជឿព្រះយេស៊ូវយើងឮព្រះបន្ទូលព្រះអង្គយើងចូលមកលន់ទូព្រះអង្គអត់ទោសបាបឲ្យព្រះអង្គអត់ទោសបាបឲ្យទាំងអស់គ្នាហ្នឹងឲ្យតែអ្នកណាចូលមកចំពោះទ្រង់មកចាឋានសួគ៌នៅបើកទ្វារនៅឡើយទេអត់ទាន់បិទទ្វារទេអញ្ចឹងអស់ទាំងអស់មនុស្សទាំងអស់នៅក្នុងផែនដីនេះអាចមានសិទ្ធិនឹងដាក់ពាក្យចូលមកបានហើយនឹងអាចមានសិទ្ធិអត់ចូលនគរព្រះបានព្រះអង្គអត់បង្ខំទេចាអរគុណព្រះអង្គអញ្ចឹងតោះទៅទៀតទៅដល់សេមុំពេត្រុសទី1ជំពូក1ខ14ដល់21បានច្រើនជាងគេបន្តិចណោះសេមុំណោះបាទខ្ញុំអានបងបាទចាអញ្ជើញពេត្រុសទី1បាទព្រះគម្ពីរពេត្រុសទី1ជំពូក1ខ14ឲ្យដូចជាពួកកូនដែលស្ដាប់បង្គាប់ឥតបណ្ដោយតាមក្តីប៉ងប្រាថ្នាដែលអ្នករាល់គ្នាមានពីការទៅល្ងងពីដើមនោះឡើយតែចូលឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ
ត្បិតមានសេចក្តីចែងទុកមកថាចូលឲ្យឯងរាល់គ្នាបានបរិសុទ្ធត្បិតអញជាបរិសុទ្ធហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជម្រះតាមការដែលគេប្រព្រឹត្តរៀងខ្លួនដាច់រើសមុខអ្នកណានោះត្រូវតែប្រព្រឹត្តដោយកោតខ្លាចក្នុងការដែលនៅស្នាក់ក្នុងជីវិតនេះនៅឡើយចុះដោយដឹងថាទ្រង់បានលួសអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបានតពីពួកអាយកោមកនោះមិនមែនដោយរបស់ពុករលួយដូចជាប្រាក់ឬមាសនោះទេគឺបានលួសដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទទុកដូចជាឈាមនៃកូនឈាមឥតចុះឥតស្លាកស្នាមដែលបានស្គាល់តាំងពីមុនកំណើតលោកីមកតែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះដើម្បីប្រយោជន៍ដល់អ្នករាល់គ្នាដែលដោយសារទ្រង់នោះអ្នករាល់គ្នាក៏ជឿដល់ព្រះដែលប្រោះឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញព្រមទាំងប្រទានឲ្យមានសេរីល្អដើម្បីឲ្យសេចក្តីជំនឿហើយនឹងសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះអាមែនអរគុណអូនធឿនអង្គទានពរចានេះជាព្រះបន្ទូលព្រះអង្គចង់ប្រាប់កូនព្រះអង្គឲ្យដឹងនៅពេត្រុសទី1ជំពូក1ពីខ14មកចាអរគុណព្រះអង្គរហូតដល់ខ21ដែលទ្រង់មានបន្ទូលថាព្រះអង្គរើសយើងតាំងពីនៅក្នុងពោះម្ដាយមកម្លេះឥឡូវដល់ពេលព្រះអង្គរើសយើងមកហើយព្រះអង្គប្រាប់ថាឲ្យដូចជាពួកកូនដែលស្ដាប់បង្គាប់ណាពេលដែលយើងចូលមកក្នុងដំណាក់ទ្រង់ហើយចូលមកធ្វើជាកូនរបស់ទ្រង់ហើយនោះឲ្យយើងដូចជាកូនដែលស្ដាប់បង្គាប់ឥតបណ្ដោយតាមសេចក្តីពងប្រាថ្នាដែលអ្នករាល់គ្នាមានកាលពីនៅល្ងងពីដើមនោះឡើយណាពេលដែលយើងចូលមកក្នុងដំណាក់ទ្រង់ហើយយើងអត់នៅធ្វើអ្វីតាមតែចិត្តយើងទៀតទេឲ្យយើងជាកូនដែលស្ដាប់បង្គាប់ដូចខ្ញុំប្រាប់លើកមុនណាកូនខ្ញុំធ្លាប់ឃើញកូនខ្ញុំដែលស្ដាប់បង្គាប់ខ្ញុំណាចានាំទៅផ្សារទ្រុលទៅដល់អោបរបស់ដែលគេចូលចិត្តមកម៉ាក់ខ្ញុំចង់ទិញអាហ្នឹងម៉ាក់ណោះម៉ាក់គាត់ទៅឆ្លើយទៅថាអត់ទេតែប៉ុណ្ណឹងកូនយកទៅទុកវិញហើយអែលអារបស់នោះចង់បានមែនតែនដល់ពេលឃើញយើងដើរទៅមុខផុតទៀតរត់ទៅតាមអត់ហ៊ានទេតែបើកូនអត់ស្ដាប់បង្គាប់ធ្វើអ្វីតាមតែចិត្តចង់ទិញអាហ្នឹងម៉ាក់អត់ទិញឲ្យបកាច់ទ្រុលពេញផ្សារឡើយតែយើងព្រះអង្គចង់ឲ្យយើងជាកូនដែលស្ដាប់បង្គាប់អញ្ចឹងមកថាខឹងបកាច់ហ្នឹងតើខឹងមែនទេហើយតែខឹងអីគេខឹងគឺសេចក្តីកំហឹងនៅក្នុងទ្រូងអ្នកណាគេសេចក្តីកំហឹងនៅក្នុងទ្រូងទៅមនុស្សល្ងីល្ងើទេហើយજોបើយើងជាកូនស្ដាប់បង្គាប់យើងអត់ចេះខឹងអីទេម្ល៉េះហើយយើងជាអ្នកដែលមានប្រាជ្ញាអរគុណព្រះចាអ្នកដែលល្ងងគឺកំហឹងនៅពេញខ្លួនហើយអ្នកណាប៉ិនខឹងអ្នកនោះនៅល្ងងឡើយទេចានេះព្រះបន្ទូលទេប្រាប់មិនខ្ញុំទេណាចាអរគុណព្រះអញ្ចឹងបងប្អូនប្រាប់ថាយើងជាកូនស្ដាប់បង្គាប់មិនឥតបណ្ដោយតាមសេចក្តីពងប្រាថ្នាដែលអ្នករាល់គ្នាមាននៅកាលពីល្ងងពីដើមនោះឡើយចាតែចូលឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរហាឡេលូយ៉ាចាព្រះអង្គហៅយើងមកដើម្បីឲ្យបរិសុទ្ធពីព្រោះព្រះអង្គបានលួសយើងចេញមកមិនមែនថោកទេបងបញ្ជូនទ្រង់ណាមកលួសយើងចេញមករួចណាចាដល់ហើយព្រះអង្គចង់ឲ្យយើងបានជារបស់នោះជារបស់ដែលបរិសុទ្ធល្អឥតខ្ចោះដែរតខបន្ទាប់ទៀតត្បិតមានសេចក្តីចែងទុកមកថាចូលឲ្យអ្នករាល់គ្នាបានបរិសុទ្ធត្បិតអញជាបរិសុទ្ធចាអរគុណព្រះអង្គចឹងកន្លែងនេះខ្ញុំមិនបាច់បញ្យល់ទេមែនទេចាពួកព្រះអង្គលាងសម្អាតយើងសស្គូសដោយហេមៈហើយយកមកដាក់នៅកន្លែងបរិសុទ្ធហើយឲ្យយើងនៅតែកន្លែងហ្នឹងទៅកុំឲ្យយើងទៅរត់ទៅប្រឡាក់ប្រឡូកណាទៀតតោះទៅទៀតហើយយើងរៀនរាល់ថ្ងៃទេរៀនរបៀបដែលថែរក្សាសេចក្តីបរិសុទ្ធសេចក្តីសុចរិតសេចក្តីអីហ្នឹងព្រះអង្គប្រាប់ឲ្យថាបើមិនកើតជាថ្មីទេអត់ឃើញនគរព្រះនោះណា
ចឹងយើងបានកើតជាថ្មីនៅក្នុងគ្រួសារព្រះហើយយើងនៅថែរក្សាសេចក្តីដែលសុចរិតដែលព្រះអង្គប្រទានឲ្យនឹងតែកុំឲ្យបាត់បង់តោះទៅទៀតហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជម្រះតាមការដែលគេប្រព្រឹត្តរៀងខ្លួនឥតរើសមុខអ្នកណានោះត្រូវតែប្រព្រឹត្តដោយកោតខ្លាចក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះយើងដឹងហើយព្រះអង្គអត់រើសមុខទេព្រះអង្គជំនុំជម្រះដោយសុចរិតអញ្ចឹងបានជាព្រះអង្គប្រាប់ថាអ្នកណាធ្វើអីគេធ្វើតែគេទៅយើងកុំយើងនៅឲ្យស្ងៀមទៅមានព្រះបន្ទូលមួយដែលប្រាប់នៅភីលីបនៅពេត្រុសទី1ចំពោះ2ខ23នោះខ22ក៏23នេះដែលព្រះអង្គមានបន្ទូលថាការគេជេរទ្រង់អត់ជេរតបគេវិញទេខណៈដែលគេធ្វើទរណកម្មដល់ទ្រង់ក៏ទ្រង់មិនបានកំហុសកំហែងដល់គេដែរទុកការទាំងអស់ចំនួនជំរះដោយសុចរិតអញ្ចឹងព្រះអង្គចង់ឲ្យកូនព្រះអង្គទាំងអស់គ្នាការគេជេរយើងកុំជេរតបគេវិញខណៈដែលគេធ្វើទរណកម្មដល់យើងកុំកំហុសកំហែងដល់គេវិញដែរទុកការទាំងអស់ថ្វាយទៅព្រះជំនុំជម្រះដោយសុចរិតទេពួកព្រះអង្គមិនចេះច្រឡំទេអញ្ចឹងហើយបានជាខនេះព្រះអង្គថាព្រះអង្គឥតរើសមុខអ្នកណានោះត្រូវតែប្រព្រឹត្តដោយកោតខ្លាចព្រះអង្គរើសមុខណាទេថាព្រះអង្គរើសយើងមកលាងសម្អាតយើងស្អាតសស្គូជាកូនរបស់ព្រះជាសះឋានសួគ៌ហើយយើងទៅធ្វើអ្វីតាមទៅចិត្តយើងព្រះអង្គអត់រើសមុខទេបើយើងធ្វើអ្វីតាមចិត្តយើងនឹងទទួលលទ្ធផលតាមទៅចិត្តយើងនឹងហើយនេះជាព្រះបន្ទូលចង់ប្រាប់ព្រះអង្គអត់រើសមុខទេព្រះអង្គជំនុំជម្រះតាមការដែលគេប្រព្រឹត្តរៀងខ្លួនឥតរើសមុខអ្នកណានោះត្រូវឲ្យយើងប្រព្រឹត្តដោយកោតខ្លាចក្នុងការដែលនៅសំណាក់ក្នុងជីវិតនេះសំណាក់នៅក្នុងរូបកាយនៅឡើយនេះអត់ទាន់ចេញពីរូបកាយណាយើងរាល់ថ្ងៃនៅក្នុងរូបកាយនេះឡើយទេចាឲ្យយើងធ្វើអ្វីធ្វើតាមតែព្រះハរតីទ្រង់ទៅដែលយើងកំពុងតែសំណាក់នៅក្នុងរូបកាយនេះតែយើងចេញផុតពីរូបកាយនេះហើយនឹងរងចាំថ្ងៃជំនុំជម្រះហើយព្រះអង្គអត់រើសមុខទៀតមិនមែនថាព្រះអង្គរើសខ្ញុំមកសម្អាតខ្ញុំជ្រះបាបអស់ហើយខ្ញុំធ្វើអីក៏បានតាមចិត្តអត់សោះឡើយស្ដាប់កន្លែងនេះណាអត់មែនធ្វើអ្វីតាមចិត្តទេគឺយើងដូចជាកូនដែលស្ដាប់បង្គាប់ចាតទៅទៀតដោយដឹងថាទ្រង់បានលួសអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបានតពីអាយកោមកនោះមិនមែនដោយរបស់ពុករលួយដូចជាប្រាក់ឬមាសនោះទេអត់មែនយកមាសយកប្រាក់ទៅទិញអ្នកណាចេញឲ្យរួចពីបាបទៅឋានសួគ៌បានទេអត់សោះឡើយដល់មើលស្អីទៀតគឺខបន្ទាប់ទៀត19ព្រះអង្គគឺបានលួសដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញឃើញទេអត់មែនយកលុយយកកាក់យកមាសយកប្រាក់ទៅទិញទេអញ្ចឹងបានថាព្រះអង្គអត់ឲ្យយើងស្រឡាញ់លុយកាក់មាសប្រាក់នៅក្នុងលោកីនេះទេពីព្រោះអានឹងវាអាចជួយអីយើងបានទេឲ្យយើងស្រឡាញ់ព្រះគ្រីស្ទវិញស្រឡាញ់ព្រះគ្រីស្ទគឺអីគេគឺស្ដាប់បង្គាប់ព្រះគ្រីស្ទនេះហើយនេះជាការដែលយើងស្រឡាញ់តែយើងស្រឡាញ់អ្នកណាគេស្ដាប់ដល់ដឹងហើយមើលតែកូនកូនក្មេងទៅអាយុ14 15ឆ្នាំមកវាមិនចូលចិត្តស្ដាប់ម្ដាយឪពុកទេវាចូលចិត្តស្ដាប់តែពួកម៉ាក់វាទេឪពុកម៉ាក់វានិយាយអីហ្នឹងវាស្ដាប់ហើយឡើងតែខ្លោបទៅជីហើយម្ដាយហ្នឹងឪពុកហ្នឹងខំទាញខ្លាំងពេកដាច់ខ្សែចបៃពងទៀតថាទាញតិចទៀតហ្នឹងណាអញ្ចឹងរបៀបបដៅកូនណាអាកូនអាយុ14ឆ្នាំហ្នឹងអូកំពុងតែតឹងផ្អើហើយហ្នឹងហើយចំណែកខ្ញុំដូចមិនដឹងកាលខ្ញុំអាយុ14ឆ្នាំដូចគ្មានធ្វើឲ្យម៉ែឪណាពិបាកទាញរហូតដល់ដាច់ខ្សែចបៃអីទេអត់ទេដូចជាដូចអត់ដឹងខ្លួនឯងឆ្លងកាត់អាភាព teenager ហ្នឹងទៀតហ្នឹងអាភាពក្មេងចតុងហ្នឹងទៀតហ្នឹងអត់ដឹងតែពីចូលចិត្តតែចាស់ចង់តែស្ដាប់ចាស់និយាយទូមានបដៅហើយបើក្មេងឥឡូវអត់មិនចូលចិត្តស្ដាប់ទេចាស់គេចូលចិត្តស្ដាប់តែគ្នាគេក្មេងណាហ្នឹងហើយអញ្ចឹងមិនថាឥឡូវយើងមិនមែនជាពួកក្មេងយ៉ាងដូច្នោះទេយើងជាពួកក្មេងដែលចូលចិត្តស្ដាប់បង្គាប់ព្រះវិញគឺជាអ្នកអីគេជាអ្នកដែលទ្រង់បានលួសយើងដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់វិញហើយព្រះអង្គទុកយើងដូចជាព្រះលោហិតទ្រង់ទុកដូចជាឈាមកូនជៀមឥតខ្ចោះណា
តំណាងថាជាកូនជាមអត់ខ្ចោះពីពលជាពីមុនមិនទាន់មានព្រះយេស៊ូវគេនាំគ្នាសម្រាប់កូនជាមសម្រាប់ជាមមួយឆ្នាំម្ដងតែអរគុណព្រះអង្គដែលយើងជាគ្រាព្រះគុណព្រះអង្គមិនបាច់ឲ្យយើងទៅទិញជាមមួយឆ្នាំម្ដងមកសម្រាប់ដើម្បីលួសបាបទេព្រះអង្គសុគតជំនួសអំពើបាបយើងគ្មានចេញមកសេនមកកណារេតទេត្មងអត់ត្មងតែបើកាលពីជំនាន់មុនអត់ទាន់មានព្រះយេស៊ូវយើងចុះមកផែនដីមួយឆ្នាំត្រូវតែចំណាយលុយទិញជាមយកមកសម្លាប់ដើម្បីយកឈាមមកលួសបាបរួចមួយឆ្នាំចាតែគាត់នឹងតំណាងឯងចាហើយដល់ឥឡូវនេះយើងជាគ្រាប្រគុណដែលទ្រង់បានប្រទានពរឲ្យព្រះលោហិតទ្រង់យាងចុះមកសុគតជំនួសពើបាបយើងដោយយើងនេះគ្មានធ្វើបាច់ធ្វើអីទេគ្រាន់តែស្ដាប់តាមតែបញ្ញត្តិរបស់ទ្រង់ជាការស្រេចតទៅទៀតខ20ដែលបានស្គាល់តាំងពីមុនកំណើតលោកីមកតែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាឃើញទេការដែលព្រះយេស៊ូវនឹងពីមុនគេធ្វើជាមកូនជាមកធ្វើជាតំណាងឥឡូវនេះគ្រាយើងនេះជាគ្រាប្រគុណព្រះអង្គបានមកសុគតជំនួសពើបាបយើងដោយនេះហើយដែលហៅថាព្រះគុណនោះព្រះគុណដែលមិនបាច់យកលុយទៅទិញជាមកសម្រាប់យកជំនួសអីទៀតទេព្រះគុណទ្រង់មកសុគតជំនួសពើបាបយើងហើយខ21ដែលដោយសារទ្រង់នោះអ្នករាល់គ្នាក៏ជឿដល់ព្រះដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញព្រមទាំងប្រទានឲ្យមានសេរីល្អដើម្បីឲ្យសេចក្តីជំនឿហើយនិងសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះចាទ្រង់មកសុគតជំនួសធ្វើបាបយើងសុគតតែ3ថ្ងៃទ្រង់រស់ឡើងវិញខុសគេកន្លែងហ្នឹងព្រះផ្សេងណាស្លាប់ហើយទៅត្មងអត់មានកើតវិញតែចំណាក់អត់មានកើតព្រះយេស៊ូវក៏អត់មានកើតមកម្ដងទៀតទេណាព្រះយេស៊ូវកុំច្រឡំព្រះយេស៊ូវស្លាប់រូបប៉ុណ្ណឹងរស់ឡើងរូបប៉ុណ្ណឹងវិញឃើញទេព្រះយេស៊ូវស្លាប់នៅអាយុមក33ឆ្នាំព្រះអង្គរស់ឡើងវិញនៅអាយុ33ឆ្នាំនឹងវិញដែរអត់មែនថាអូស្លាប់ហើយដល់ស្រាប់កើតម្ដងទៀតជាអង្គងាមែនដោយពួកសាសដតីគេថាកើតហើយចាប់ជាតិទៀតកើតហើយចាប់ជាតិទៀតអត់មានទេអញ្ចឹងកុំឲ្យអ្នកណាមកបន្លំយើងឬអង្គងាមួយនោះថាណូព្រះយេស៊ូវកើតមកទៀតហើយមែនទេអត់មែនទេព្រះយេស៊ូវស្លាប់នៅអាយុ33ព្រះអង្គរស់ឡើងវិញគឺនៅអាយុ33ពេញវ័យអញ្ចឹងដែរចាអរគុណព្រះអង្គអញ្ចឹងចាប់ឲ្យជាប់កន្លែងហ្នឹងកុំឲ្យច្រឡំកុំឲ្យមានអ្នកណាគេមកបង្ខំបន្លំយើងឲ្យយើងដឹងហើយអរគុណព្រះអង្គដែលព្រះរបស់យើងគឺជាព្រះដែលសុគតហើយទ្រង់នឹងរស់ឡើងវិញចាំតែប៉ុណ្ណឹងបើសិនណាជាព្រះណាសុគតហើយអត់រស់ឡើងវិញទេអត់មែនព្រះដែលមកសង្គ្រោះយើងឲ្យរួចពីបាបទេកុំជឿតែប៉ុណ្ណឹងបានហើយអត់វែងទេនៅតែជាមួយព្រះអង្គព្រះយេស៊ូវដែលជាផ្លូវជាសេចក្តីពិតជាជីវិតនឹងទៅយើងនឹងទៅដល់ថ្ងៃបញ្ចប់យើងនឹងបានទៅដល់ឋានសួគ៌យើងនឹងឃើញព្រះវរបិតានៅឋានសួគ៌ហើយឥឡូវនេះយើងកំពុងធ្វើដំណើរទៅឯព្រះវរបិតាជាមួយនឹងព្រះគ្រីស្ទនាំផ្លូវយើងគឺជាព្រះវិញ្ញាណបរិសុទ្ធមកដៅចំណាំយើងរាល់គ្នាអស់អ្នកណាដែលទទួលជឿព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យមានព្រះវិញ្ញាណគង់នៅក្នុងយើងដែលមានគម្ពីរប្រាប់ថាអ្នករាល់គ្នាមិនដឹងទេឬអីថារូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធមែនទេអស់អ្នកណាទទួលជឿព្រះយេស៊ូវព្រះអង្គប្រទានឲ្យមានព្រះវិញ្ញាណមកគង់នៅក្នុងយើងរូបកាយយើងនេះហើយជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធអរគុណព្រះអង្គដែលយើងមានវិញ្ញាណយើងនៅក្នុងហ្នឹងមានព្រះវិញ្ញាណគង់នៅជាមួយយើងដឹកនាំវិញ្ញាណយើងស្អិតជាប់គ្នាយ៉ាងដូចនេះហើយយើងធ្វើអ្វីតាមតែព្រះវិញ្ញាណដឹកនាំអរគុណព្រះអង្គព្រះបន្ទូលនេះមានប៉ុណ្ណឹងដើម្បីនឹងកុំឲ្យច្រើនពេកនៅបងប្អូនផ្លិចចាំប៉ុណ្ណឹងសិនទៅប៉ុណ្ណឹងសិនទៅសង្ឃឹមប៉ុណ្ណឹងសិនទៅនៅថ្ងៃបន្តទៀតយើងនឹងមានព្រះបន្ទូលបន្តទៀតពីព្រោះព្រះអង្គប្រាប់ថាឲ្យយើងហូបរហូតព្រះបន្ទូលនេះប្រៀបដូចជាអាហារខាងឯវិញ្ញាណយើងញ៉ាំបាយគឺយើងញ៉ាំរហូតដែរថ្ងៃហ្នឹងញ៉ាំបាយល្ងាចញ៉ាំបាយថ្ងៃញ៉ាំបាយពួកគ្រួសារខ្ញុំក៏ច្រើនថាអុយណែឯងព្រឹកបាយថ្ងៃបាយល្ងាចបាយម៉េះចាបាយអត់ធុញទេញ៉ាំបាយរហូតហ្នឹងហើយដូរតែមកហូបទេបាយនៅដដែល
ចាអញ្ចឹងយើងក៏ចឹងដែរព្រឹករៀនព្រះបន្ទូលងាករៀនព្រះបន្ទូលដដែលក៏ប៉ុន្តែដូរដែរណាបងប្អូនដូរជួនកាលយើងដូរទៅចេះជួនកាលយើងដូរទៅចុះដូរដូចគ្នាដែរជួនកាលបាយនេះយកមកឆាបាយនេះជួនកាលបាយនេះយកមកកិនទៅធ្វើជាម្សៅចាក់បញ្ឆាវទៅតែនៅបាយដដែលបងប្អូននៅតែយកតែពីបាយហ្នឹងមិនយកពីស្អីទេចុះយើងជឿថាព្រះបន្ទូលព្រះអង្គយើងជឿថាព្រះបន្ទូលព្រះអង្គមែនប៉ុន្តែថ្ងៃណាមួយយើងដូរទៅផ្សេងទៅថ្ងៃណាមួយដូរទៅផ្សេងទៅបដៅយើងពីរបៀបគេកើតជាថ្មីទៅថ្ងៃនេះបដៅយើងពីរបៀបអីពីរបៀបស្ដាប់ប្រកបទៅថ្ងៃនេះបដៅយើងពីស្អីទៅបដៅយើងពីការដែលព្រះអង្គធ្វើការអស្ចារ្យចឹងណាថ្ងៃមួយទៀតបដៅយើងពីស្អីទៀតបដៅយើងពីអីគេពីព្រះដែលមានឲ្យអំណាចដែលលើយើងអាចជន់ទាំងសត្វខ្សឹងសត្វខ្យាដំរីសត្វនាគករីកអីយើងអាចជន់ឈ្លីដោយជើងបានអីឲ្យយើងដឹងពីអំណាចរបស់យើងអញ្ចឹងព្រះបន្ទូលព្រះអង្គនេះក៏មិនមែនជាដដែលដែរព្រះបន្ទូលព្រះអង្គដូររហូតមែនទេដើម្បីឲ្យយើងស្គាល់ពីអត្តភាពដែលព្រះអង្គបានសម្អាតយើងមកនៅក្នុងស្រីល្អរបស់ទ្រង់តើយើងធ្វើអីខ្លះហើយអញ្ចឹងព្រះអង្គមានបន្ទូលមានថាឲ្យយើងមានប្រាជ្ញាដល់រាប់ដល់យើងបានសង្គ្រោះអរគុណព្រះអង្គតោះសម្រួមចិត្តអរគុណព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលនាំយើងចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតជាមួយខ្ញុំហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតគុណអរព្រះគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បាននាំកូនព្រះអង្គទាំងអស់គ្នាចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតសូមឲ្យសេចក្តីពិតនោះបានដិតជាប់នៅក្នុងចិត្តកូនព្រះអង្គទាំងអស់គ្នាប្រយោជន៍កុំឲ្យយើងនៅធ្វើបាបចំពោះទ្រង់ទៀតឡើយអរគុណព្រះអង្គសូមអរគុណព្រះអង្គសូមព្រះអង្គប្រទានឲ្យយើងនៅមានសេចក្តីក្លាហាននាំគ្រប់ទាំងព្រះបន្ទូលដែលយើងចងចាំនេះដល់ប្រាប់ដល់គ្រប់ទាំងទុជាឲ្យគេបានឮពីព្រះនាមទ្រង់បានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះផងដែរហើយក៏អរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំដែលបានរៀនចប់សពគ្រប់បែកគ្នាទៅគេងនៅគេហដ្ឋានរៀងខ្លួនសូមព្រះអង្គការពារថែរក្សាក្រណេកដែលគាត់បានសម្រាប់នោះឲ្យនៅក្នុងព្រះហស្ថដ៏មានគ្រប់វិជ្ជាស្ដាររបស់ទ្រង់ហើយភ្ញាក់ឡើងមានកម្លាំងបម្រើព្រះអង្គជាពន្លឺរបស់លោកីក៏ជាអំបិលនៃផែនដីដែរអរគុណព្រះអង្គក៏សូមសរសើររំកើងព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនណាដែលដាក់ដៃកំពុងធ្វើការហើយនោះសូមព្រះអង្គចម្រើនកម្លាំងដៃដល់គាត់ផងដែរឲ្យធ្វើកិច្ចការអ្វីនោះចម្រើនគ្រប់ជំពូកផងដែរក៏សូមអរគុណដល់បងប្អូនយើងកំពុងតែធ្វើដំណើរទោះទីជិតទីឆ្ងាយទីផ្លូវអាកាសផ្លូវគោកផ្លូវទឹកផ្លូវក្រោមដីយ៉ាងណានោះក៏សូមព្រះអង្គការពារថែរក្សាបីត្រកងដល់ទិសដៅគ្រប់គ្នាដោយសុខសាន្តហើយមានសុខភាពល្អគ្រប់គ្នាផងដែរគុណអរគុណដែលព្រះអង្គបានរើសហើរបងប្អូនយើងខ្ញុំពុយពងយើងខ្ញុំបានទទួលជឿព្រះអង្គទាំងអស់គ្នាដែលទ្រង់សន្យាថាព្រះអង្គនឹងប្រទានរង្វាន់ប្រទានពពរដល់យើងខ្ញុំទាំងអស់គ្នាពាន់ដំណព្រះអង្គអើយគុណអរគុណព្រះអង្គហើយក៏អរគុណដែលទ្រង់បានរើសហើរពួកគាត់ទាំងអស់គ្នាហើយព្រះអង្គសន្យាថាអញនឹងឲ្យចិត្តថ្មីដល់ពួកគេដកចិត្តរឹងដូចជាថ្មចេញដាក់ចិត្តទន់ដូចជាសាច់ដល់គេហើយប្រទានអញនឹងដាក់វិញ្ញាណអញនៅក្នុងគេឲ្យគេបានស្គាល់ពីក្រិតក្រមរបស់អញហើយគេនឹងប្រព្រឹត្តតាមនេះជាព្រះបន្ទូលដែលទ្រង់សន្យាដល់ពូជពងរបស់យើងដែលមិនទាន់បានទទួលជឿព្រះអង្គតែព្រះអង្គសន្យាថានឹងហៅពួកគាត់ទាំងអស់គ្នាអរគុណព្រះអង្គគុណសូមសរសើរដំណើរព្រះអង្គហើយសូមព្រះអង្គការពារថែរក្សាប្រទេសខ្មែរបានសេចក្តីសុខសាន្តមកពីព្រះអង្គបើប្រទេសណាដែលគេមានចិត្តចង់ឈ្លានពានដណ្ដើមដីខ្មែរនោះសូមព្រះអង្គប្រទានពរឲ្យគេមានចិត្តស្ងប់ឲ្យគេមានចិត្តមេត្តាករុណាកុំឲ្យមានចិត្តលោភមកចង់លោភបំពានដីរបស់គេឡើយដីរបស់ខ្មែរឡើយព្រះអង្គអើយពីព្រោះទ្រង់បានបង្កើតមនុស្សទាំងអស់មកពីឈាមតែមួយហើយទ្រង់បានចែកព្រំខណ្ឌឲ្យគេរៀងខ្លួនហើយឲ្យគេបានដឹងផងកុំឲ្យវិញ្ញាណនៃសេចក្តីងឹតនោះបាននាំគេឲ្យវង្វេងមានសេចក្តីលោភលន់នោះឡើយព្រះអង្គអើយសូមព្រះអង្គរើសហើរគេបានស្គាល់ពន្លឺទ្រង់ផងដែរហើយសូមព្រះអង្គប្រទានសេចក្តីស្រឡាញ់ដល់បោដល់ពួកគេផងដែរហើយសូមព្រះអង្គរើសហើរគេឲ្យស្គាល់ព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាផងដែរគុណអរគុណព្រះអង្គគុណសូមថ្វាយគ្រប់ការទាំងអស់ដែលគុណទូលសូមនេះថ្វាយដាច់ដល់ព្រះនាមដែលមានគ្រប់វិជ្ជាស្ដារគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គចា៎បាយអាមែនគុំឆ្លាតអរសូមព្រះវិញ្ញាណមកសន្តិដ្ឋក្នុងពួកអូនដោយប្រេងក្នុងចង្កៀងព្រះអង្គ
ai bua con ban phư chbang bam phư manung tranang ai ke ban squa trong pho amen អាមែន ព្រះយេហូវ៉ាតាមការពារថែរក្សានាង បងប្អូននៅក្នុង live ចប់ហើយ ត្រ ណា ង់ឈាមលំត្រជាងនៅខាងស្ដាំអ្នកមកកាយពេលថ្ងៃព្រះអាទិត្យធ្វើទុំនាងមិនបានឡើយ សូមលាហើយបងប្អូនក្នុង live ព្រះអង្គជឿនពរ ខ្លាចព្រះច័ន្ទធ្វើ